ô cái thứ ấy chum nè ô bông ôn nè cái thứ ấy chum bà tạm bật tới cái chạy từ đó cô ơi mai bông ôn đây từ liền vọt street nơi mò từ liền nắng bà plei thay trường nắng nhầm bà thì nè lục khu pala cái bọn đào nè ai nhẹ bà đào từ nào mà này chơi ra cho lấy chơi bà ô còn cho stang bà stang từ đó cô rồi cái này cái chạy từ đó cô mình nắng nắng ai chơi tiếp từ đó bốc mai bông ôn than chơi bàนี่คือจะstang từ đó cô no mo ដែលជាប្រភេទទឹកដោះគោសម្រាប់ក្មេងៗសម្រាប់មនុស្សធំបាទអាចញ៉ាំបានទាំងអស់ណាបាទក៏សូមបញ្ជាក់និងជម្រាបទៅដល់ពុកម៉ែបងប្អូនថាស្តង់ទឹកដោះគោ Nomo នេះគឺគេធ្វើកម្មវិធីលក់បាទទឹកដោះគោនិងចែកទឹកដោះគោឲ្យភ្លក់រសជាតិជូនទៅដល់អតិថិជនដើម្បីឲ្យបានស្គាល់រសជាតិហើយនៅក្នុងគោលបំណងរបស់ទឹកដោះគោ Nomo នេះគឺគាត់រៀបចំបាទដាក់លក់ទឹកដោះគោនេះគឺប្រមូលថវិកាដែលលក់ទាំងប្រមាណហ្នឹងដើម្បីជួយទៅដល់កុមារកំព្រានៅក្នុងមណ្ឌលមេឈើបាទឲ្យបងប្អូនយើងថៃបាទលោកគ្រូផាឡាឥឡូវរស់ស៊ីលក់ទឹកដោះគោអីមិនមែនទេតាមពិតទៅក្រុមហ៊ុននេះ Nomo នេះបាទគឺគាត់រៀបចំលក់ទឹកដោះគោហ្នឹងបាទរយៈពេល2ថ្ងៃនៅឯមាត់ទន្លេហ្នឹងបាទផ្លូវស្មើជើងហ្នឹងហើយគេហៅថា Walk Street ហ្នឹងឥឡូវនេះបាទបុគ្គលិកគេខាងក្រុមហ៊ុនកំពុងចែកដល់ភ្ញៀវដែលគេដើរលេងណាបាទនេះទាំង banner គេដាក់ថាលក់ទឹកដោះគោដើម្បីយកថវិកាបរិច្ចាគជូនមណ្ឌលមេឈើហើយតាក់ទងទៅនឹងការលក់នេះផងដែរជំរាបទៅដល់ពុកម៉ែបងប្អូនថាគឺក្រុមហ៊ុនទឹកដោះគោ Nomo ហ្នឹងថាគាត់លក់ដោះគោរយៈពេល2ថ្ងៃលក់បានប្រមាណគឺគាត់បរិច្ចាគទាំងអស់បាទខ្ញុំចង់បានន័យថាគាត់អត់មានដកថ្លៃដើមរបស់គាត់បាទឬមួយក៏ដកភាគរយនៅក្នុងទឹកដោះគោមួយកំប៉ុងពីរកំប៉ុងឯអត់ទេមួយដុំឬក៏មួយកំប៉ុងលក់បានប្រមាណគឺគាត់បរិច្ចាគទាំងអស់ចង់បានន័យអញ្ចឹងបងប្អូនណាបាទដើម្បីជួយទៅដល់បងប្អូនក្មួយកូននៅឯមណ្ឌលមេឈើបាទដែលក្រោមការគ្រប់គ្រងរបស់លោកគ្រូផាឡាបាទបងប្អូននេះហៅបាទបុគ្គលិកគេកំពុងចែកបាទហើយឃើញថាទឹកដោះគោហ្នឹងគឺមានពីររសជាតិបាទមានរសជាតិដូងហើយនិងរសជាតិស្រូវសាលីបាទរសជាតិស្រូវសាលីនិងរសជាតិដូងនិយាយពីថាខ្ទិះអើយខ្ទិះបងប្អូនហើយបាទខ្ញុំភ្លក់ខ្ញុំថតបដាខ្ញុំភ្លក់បដាហើយខ្ទិះឆ្ងាញ់ណាបាទបងប្អូនណាក្មេងក៏អាចញ៉ាំបានមនុស្សធំក៏អាចញ៉ាំបានដែរហ្នឹងហើយអូបើបងប្អូនវិញខ្ញុំនេះគេឲ្យភ្លក់ហើយហ្នឹងបាទឆ្លៀតវិចមកបានមកកំប៉ុងតាមផ្លូវទៀតបាទហ្នឹងហើយនេះមានបងប្អូនដែលគាត់ឃើញលោកគ្រូផាឡាទៅឈរនឹងស្តង់បាទរងចាំស្វាគមន៍បងប្អូនអញ្ចឹងឃើញថាមានពុកម៉ែបងប្អូនគាត់សុំថតមកប៉ោះពីប៉ោះអីចឹងទៅដើម្បីទុកជាអនុស្សាវរីយ៍បាទអូណាឆ្ងាញ់អូលើកដាច់ផឹងហ្មងណាកំឡោះអាវសអេបាទហើយ Walk Street នេះបងប្អូនអើយបាទផ្លូវថ្មើរជើងហ្នឹងនិយាយពីមនុស្សមិនដឹងជាមកពីណាហើយណាមួយវាចំថ្ងៃអាទិត្យទៀតថ្ងៃហ្នឹងបាទវាចំថ្ងៃអាទិត្យទៀតដល់អញ្ចឹងទៅឃើញថាមនុស្សច្រើនមែនតើហើយខ្ញុំណាលើកទី1បាទលើកទី1ដែរហ្នឹងនិយាយទៅលើកទី1ដែរបាទទៅកន្លែងផ្លូវថ្មើរជើងហ្នឹងអើយមនុស្សមែនតើបាទហើយបើថានិយាយពីស្តង់លក់អាហារវិញស្អីក៏មានដែរបាទសម្បូរបែបណាស់បងប្អូនណាបាទចង់ញ៉ាំអីក៏មានដែរបាទឲ្យតែមានលុយទិញទៅបានហើយបាទអេឥឡូវងាកមកកាន់កម្មវិធីយើងវិញនេះបាទខាងកញ្ញាបុគ្គលិកបាទឃើញអាវគាត់ទេដាក់ Nomo បាទទឹកដោះគោបាទបញ្ជាក់ម្ដងទៀតណារសជាតិគឺមាន2រសជាតិដូងបាទដូងខ្ទិះហើយនឹងរសជាតិស្រូវសាលីបាទហើយនិយាយទៅរសជាតិល្មមអត់ផ្អែមពេកហ្នឹងហើយអរគុណអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទពុកម៉ែបងប្អូនបាទសូមជម្រាបលាបាទអរគុណបងប្អូននឹងទទួលបានគេថាការចែកបាទរំលែកនៅបាក់ក្តីស្រឡាញ់បាតុកម្មបាទអត់ដែលបានចូលរួមបាទនៅក្នុងកម្មវិធីបាទរបស់យើងណាបាទនេះក៏ជាបាទក្តីស្រឡាញ់មួយសម្រាប់បងប្អូនយើងបាទចែករំលែកក្តីស្រឡាញ់ទៅកាន់អូខេអូខេបាទលើកដាច់បាទអាឆ្ងាញ់ទេមកឆ្ងាញ់ហ៎បាទព្រោះនេះជាគេការជ្រើសរើសយកស្រូវសាលីនៅបាទក្នុងប្រទេសរបស់អូស្ត្រាលីបាទដែលយើងមានការបន្ថែមប្រូតេអ៊ីនរហូតទៅដល់គុណនឹង3ខំស្រីហើយលើយបាទសម្រាប់ជុំសម្រាប់បាទជួយដល់ការទី10%ដែរហើយចាក់ពីថ្ងៃរហូតដែរបាទញ៉ាំអត់អីទេអូគាត់ចូលមកដែរបាទហើយគេជាឲ្យទៅគាត់បាទឲ្យបាទតែខែបាទដែរបាទពីនេះថ្ងៃនេះ8មិនឈើផងដែរបាទសម្រាប់បងប្អូនយើងដែលគាត់បាទកំពុងតែបានធ្វើដំណើរយ៉ាងសប្បាយរីករាយបាទពុកពេញទៅដល់បាសនាមញញឹមអាចទៅលេខគ្នាមកកលេខមើលមកកាន់បាស្តំរបស់យើងពីចម្ងាយចូលលេខចិត្តចូលលេខគៀកមកបាទចង់តើចង់
សាស្ត្រត្រី